តាជីវិតរបស់សើធូណាំងកំសត់ខ្លាំងប៉ុណ្ណាតោរបស់សើធូណាំងគឺជាអ្វីតោនឹងគឺប្រៀបដូចជាគោលដៅនៃការវឹកហាត់របស់សើធូណាំងអញ្ចឹងចាប់ផ្ដើមពីផ្លូវវឹកហាត់ដំបូងរបស់សើធូណាំងគឺសើធូណាំងបានស្អប់ជាមួយនឹងការវឹកហាត់បាត់ទៅហើយមនុស្សនេះមិនចង់វឹកហាត់ទេប៉ុន្តែការវឹកហាត់ចេះតែមករកសើធូណាំងរហូតការពិភាក្សាដំបូងនៅពេលដែលយើងឃើញសើធូណាំងបានបង្ហាញខ្លួនគាត់គឺនៅក្នុងកម្រិតទី7ដំណាក់កាលអ៊ីងស៊ីឬមួយក៏ដំណាក់កាលការបំផន់នៃយីងបើយល់ដឹងពីការពិតនៃយ៉ាងទៀតគាត់នឹងអាចឡើងទៅដល់ដំណាក់កាលទី2នៃកម្រិតហើយនៅពេលដែលសើធូណាំងបានរៀងកាយថ្មីភ្លាមរឿងដំបូងដែលគាត់ចង់ធ្វើនោះគឺគាត់ចង់ទៅភពហ្វឹងឡនដើម្បីស្វែងរកកញ្ញាស្អាតមកកំដរគាត់បានសួរវងលេងតែចង់ទៅជាមួយនឹងគាត់ដែរឬទេវងលេងបានកវីក្បាលថាមិនចង់ទៅទេក៏បានសួរទៅកាន់វងលេងជីវិតរបស់ឯងអត់នៅយ៉ាងនេះមួយថ្ងៃឯងក៏ទៅវឹកហាត់អាចគោស្អីចាំបងប្រាប់បងឯងពីហេតុផលដែលបងខំប្រឹងវឹកហាត់នេះគឺដើម្បីឲ្យមានស្រីស្អាតលើលោកទាំងអស់មកកំដរបងរីឯគោលដៅមួយទៀតគឺចង់ប្លន់យករបស់មានតម្លៃនៅលើលោកនេះទាំងអស់នៅពេលដែលស្អប់អាមួយណាបងនឹងទៅសម្លាប់អាមួយហ្នឹងនេះគឺជាគោលដៅរបស់គាត់ដែលគាត់ដំបូងឡើយទៅវឹកហាត់នៅពិភពបរិសុទ្ធទាំង4នៅពេលដែលសើធូណាំងឡើងទៅដល់កម្រិតទី2ភ្លាមក៏បានលួចចាក់ចេញពីបាក់របស់ខ្លួនហើយនឹងស្វែងរកនគរទូចមួយដើម្បីសោយសុខជីវិតជាមួយនឹងស្រីស្អាតហើយនឹងចម្រៀងពីរោះនៅក្នុងនគរទូចនោះឲ្យតែជួបរឿងដែលយើងមើលមិនចូលភ្នែកគឺយើងប្រើប្រាស់វិជារបស់យើងទៅសម្លាប់ហើយជីវិតរបស់យើង10ឆ្នាំនៅទីកន្លែងនោះគឺពិតជាសោយសុខខ្លាំងមែនទែនវងលេងក៏បានសួរថាបើសិនជាស្រួលយ៉ាងនេះហេតុអ្វីមិននៅមួយជីវិតតែម្ដងទៅសើធូណាំងក៏ចង់នៅដូចគ្នាក៏ប៉ុន្តែជួបជាមួយនឹងអ្នកវឹកហាត់នៅក្នុងកម្រិតទី3គេបានមករករឿងសើធូណាំងរហូតពិបាកខ្លាំងណាស់ទម្រាំតែចាក់ចេញពីការដេញតាមសម្លាប់របស់អ្នកកម្រិតទី3សើធូណាំងបានខំមកសង្កត់ចិត្តអស់រាប់សិបឆ្នាំទម្រាំតែវឹកហាត់ទៅដល់កម្រិតទី3នៃដំណាក់កាលចុងក្រោយដល់ពេលនោះហើយទើបសម្រេចចិត្តចេញពីការវឹកហាត់មកវិញរៀបទៅរកគេសងសឹកតែអាបកាច់យកនោះគឺវាបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយអញ្ចឹងហើយក៏សម្រេចចិត្តទៅនគរថ្នាក់ទី2ដើម្បីស្វែងរកជីវិតរស់នៅសោយសុខពេលរាត្រីបន្តទៀតមួយថ្ងៃគឺអមដោយកញ្ញាដែលនៅក្នុងកម្រិតទី2ជីវិតគឺពិតជាមានរសនិយមមែនហើយនៅក្នុងរាជវាំងរបស់មនុស្សសាមញ្ញនោះខ្ញុំប្រៀបដូចជាព្រះអង្គអញ្ចឹងក្សត្រអ្នកនោះឲ្យតែមានរបស់ល្អអីគឺតែងតែឲ្យយើងរហូតបន្ទាប់មកសើធូណាំងក៏បានជួបជាមួយនឹងអ្នកវឹកហាត់កម្រិតទី4ទៀតដូច្នេះគឺមានតែខំមកសង្កត់ចិត្តបន្តទៀតបិទទ្វារវឹកហាត់ឡើងទៅដល់កម្រិតទី4នៃដំណាក់កាលចុងក្រោយទើបចេញមកស្វែងរកនគរថ្នាក់ទី3ដើម្បីសោយសុខបន្តទីនោះគឺពោពេញទៅដោយកញ្ញាស្អាតអមយើងទៀតហើយតែជីវិតមួយនេះគឺពិតជាសោយខ្លាំងមែនតើមិនទាន់ដល់10ឆ្នាំស្រួលបួផងយើងក៏ទៅសម្លាប់មនុស្សម្នាក់បន្ទាប់មកក៏បានអូសទាញអ្នកកម្រិតទី5នៃដំណាក់កាលកណ្ដាលដេញតាមសម្លាប់យើងវិញជាចុងក្រោយក៏ត្រូវបានជូឈៀឬមួយក៏ស៊ូសាគូចំនួនទី1ជួយសើធូណាំងដែលគេមានឈ្មោះថាយេអ៊ូយ៉ូដោយឡែកនៅក្នុងពេលនោះកម្រិតវឹកហាត់របស់យេអ៊ូយ៉ូក៏មិនខ្ពស់ប៉ុន្មានដែរសើធូណាំងមិនអាចពឹងពាក់ឲ្យគេជួយមួយជីវិតបានទេអញ្ចឹងហើយគឺមានតែលះបង់ស្រីស្អាតនៅជុំវិញខ្លួនដើម្បីទៅវឹកហាត់បន្តតែលើកនេះសើធូណាំងឆ្លាតជាងមុនស្វែងយល់អំពីជីវិតរបស់មនុស្សរួចហើយក៏បានឡើងទៅដល់កម្រិតទី5រួចហើយក៏បន្តវឹកហាត់ទៅដល់កម្រិតទី5នៃដំណាក់កាលចុងក្រោយទៀតនៅពេលដែលចេញពីការវឹកហាត់ភ្លាមប្រកាសណាស់គឺទៅស្វែងរកការសងសឹកទៅរកអាមួយនៅក្នុងកម្រិតទី5ដំណាក់កាលកណ្ដាលនោះសម្លេះវាចោលបន្តមកក៏ស្វែងរកជីវិតដែលមានសេចក្តីសុខបន្តទៀតមិនយូរប៉ុន្មានផងយេអ៊ូយ៉ូក៏ស្វែងរកសើធូណាំងឃើញយេអ៊ូយ៉ូក៏បានហៅសើធូណាំងទៅពិភពអមតៈជាមួយនឹងគ្នាបន្ទាប់មកពីរនាក់គេក៏បានស្វែងរកឃើញគុជអមតៈជាច្រើនគេក៏បានប្រើប្រាស់គុជអមតៈទាំងអស់នេះបិទទ្វារវឹកហាត់នឹងឡើងទៅដល់កម្រិតទី6គោលដៅបន្ទាប់គឺចង់ស្វែងរកនគរវឹកហាត់ដើម្បីរស់សោយសុខជីវិតដូចជាស្ដេចទៀតពីព្រោះពេលនោះនៅក្នុងកម្រិតទី6ហើយតើមានមនុស្សប្រមាណអ្នកដែលអាចធ្វើអ្វីសើធូណាំងបានទៀតដូច្នេះក៏ចង់បោះបង់ចោលការវឹកហាត់តែយេអ៊ូយ៉ូក៏នឹកឃើញកំណត់មួយទៀតបើសិនជាឯងចង់លេងឯងត្រូវតែលេងក្រៅពីពិភពបរិសុទ្ធទាំង4នេះតែម្ដងទៅពួកយើងបង្កើតនគរថ្នាក់ទី6ដោយខ្លួនយើងពេលនោះពួកយើងចង់លេងយ៉ាងម៉េចតាមតែអំពើចិត្តរបស់យើងហើយសើធូណាំងក៏បានជាប់អន្ទាក់របស់យេអ៊ូយ៉ូតាំងពីពេលនោះចាប់ពីមួយថ្ងៃទៅមួយថ្ងៃតែងតែខំប្រឹងវឹកហាត់មិនថាថ្ងៃមិនថាយប់ពីអ្នកគេបានអុកឡុកពេញពិភពស៊ូសាគូនេះតែម្ដងថែមទាំងបានធ្វើអ្នកគ្រប់គ្រងគ្រប់បាក់ទៀតជាចុងក្រោយក៏ស្វែងរកនគរថ្នាក់ទី4មួយហើយនឹងខំប្រឹងប្រែងអាប់ក្រេដទៅជានគរថ្នាក់ទី6ពីអ្នកគេក៏សម្រេចឡើងទៅដល់កម្រិតទី7ដែលហៅថាកម្រិតវិនទីងហ្នឹងពេលនោះក៏ចង់បន្តលេងនៅក្នុងពិភពស៊ូសាគូនេះហើយក៏មិននឹកស្មានថាមានពួកកសម្ព័ន្ធបុរាណអមតៈចេញមកសោះពួកនោះហ៊ានប្លន់យករបស់របរសើធូណាំងក៏មិនដោះលែងដោយងាយស្រួលដែរក៏បានចាប់យកនារីប៉ុន្មានអ្នកពីកសម្ព័ន្ធរបស់គេកំដរសើធូ
ធូណានលេងនៅអំឡុងពេលសង្គ្រាមនោះយីអ៊ូយ៉ូក៏បានលះបង់ជីវិតរបស់គេហើយនឹងមិត្តភ័ក្តិចាស់ៗរបស់សឺធូណានប៉ុន្មាននាក់ដើម្បីឃុំក្រងកសម្ព័ន្ធបុរាណអមតៈទាំងអស់នេះសឺធូណានគឺពិតជាឈឺចាប់ខ្លាំងណាស់ចង់កើត depression ហើយក៏សម្រេចចិត្តចាក់ចេញពីពិភពស៊ូសាគូមួយនេះទៅស្វែងរកពិភពវឹកហាត់អន់ដើម្បីរកជីវិតរស់ដូចជាព្រះអង្គម្ចាស់ទៀតតែយីអ៊ូយ៉ូនោះគឺបានគិតបញ្ជីលើសឺធូណានច្បាស់លាស់ណាស់ក៏បានឲ្យសឺធូណានខ្លាចទៅជាជូឈៀកចំនួនទី2ក្រោយមករឿងទាំងអស់ដែលបានកើតឡើងគឺយើងបានឃើញហើយសឺធូណានស្វែងរកឃើញគុជអមតៈធាតុនេះបន្ទាប់មកក៏ត្រូវបានគេរួមដៃគ្នាវាយយកគុជអមតៈធាតុនេះមួយនឹងហើយសឺធូណានក៏បានបាត់បង់រាងកាយធ្វើឲ្យវិញ្ញាណរបស់គាត់ធ្លាក់ចូលនៅក្នុងគុជអមតៈធាតុនេះនៅពេលដែលបានរាងកាយមកវិញសឺធូណានពិតជាចង់សងសឹកទៅនឹងមនុស្សទាំងអស់នោះណារួចហើយក៏ចង់បន្តរស់នៅជីវិតដូចជាព្រះអង្គម្ចាស់ទៀតដូច្នេះគោលដៅនៃការវឹកហាត់របស់សឺធូណានគឺប្លែកចេញពីតួអង្គដតីច្រើនណាស់បើប្រៀបធៀបផ្លូវវឹកហាត់ជាមួយនឹងជីវិតរបស់យើងពេលបច្ចុប្បន្នគឺការរកលុយរបស់អ្នកទាំងអស់គ្នាចង់បញ្ចប់គឺដើម្បីតែអ្វី